រុនសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់មកសម្រាយតាក់ទងទៅនឹងប្រទេស Switzerland ដែលបងប្អូនអរគ្នាហៅថាប្រទេស Swiss មុននឹងខ្ញុំឈានជើងទៅដល់ប្រទេស Slovenia ម្ដងទៀតដោយចង់សម្រាយប្រាប់បងប្អូនអរគ្នាថាប្រទេស Swiss នេះគឺស្អាតមែនទែនក៏ប៉ុន្តែការចំណាយវាយនោះក៏ថ្លៃជាងប្រទេសអឺរ៉ុបផ្សេងតិចតួចដែរបងប្អូនប៉ុន្តែបងប្អូនអរគ្នាគួរតែមកលេងម្ដងឲ្យបានតែប្រទេសនេះយើងធ្លាប់ទៅមើលតាមទូរទស្សន៍តាមអីអញ្ចឹងណាឃើញប្រទេសគេការរស់នៅប្រជាជនគេល្អស្អាតតាមផ្លូវសួនច្បារបើសិនជាសន្សំលុយចំណាយបន្តិចមកក៏សប្បាយដែរគ្រាន់តែថាមកដល់បងប្អូនអរគ្នាគឺថាដូចនៅក្នុងផ្ទាំងគំនូរអញ្ចឹងបងប្អូនអើយដូច magical អញ្ចឹងគឺថាស្អាតមែនទែនដូចរឿងគំនូរយើងគូដាក់ហ្មងហ្នឹងថាមិនមែនជាការប៉ັດទេបងប្អូនមើលទៅដូចនៅក្នុងសុបិនអញ្ចឹងទឹកវិញនិយាយពីថាខៀវមិននឹងតាហេតុអីបានខៀវព្រោះថាប្រទេសនេះអត់មានសមុទ្រទេបងប្អូនអត់មានសមុទ្រទេអត់មានរលកអត់មានសមុទ្រទេមានតែបឹងបួរជាមួយនឹងបរិយាកាសភ្នំដ៏ស្រស់ស្អាតស្រងាត់តែម្ដងបងប្អូនអើយងាកទៅកន្លែងណាក៏ស្អាតដែរបើសិនជាអង្គពូមីងពុកម៉ែបងប្អូនអរគ្នាអត់បានដើរលេងទេគ្រាន់តែមើលវីដេអូខ្ញុំក៏មានអារម្មណ៍ថាភើបសប្បាយអស្ចារ្យដូចខ្ញុំកំពុងតែដើរនេះចឹងបងប្អូនខ្ញុំមានអារម្មណ៍ថាអូយដូចមិនមែនដើរនៅក្នុងការពិតទេដូចសួនសិប្បនិមិត្តឬក៏រូបគំនូរគេគូអញ្ចឹងតែតាមពិតទៅសឹងតែជារូបពិតទាំងអស់សូម្បីតែផ្ទះប្រជាពលរដ្ឋរស់នៅខាងក្រោមទូស្អាតមែនទេខ្ញុំគិតថាបារាំងនៅតាមខេត្តស្អាតតែដល់ពេលមកដល់ស្វីសនេះម្ដាយអើយស្អាតថែមទៀតខ្ញុំមិនដឹងថានៅក្នុងសហគមន៍អឺរ៉ុបនេះមានប្រទេសច្រើនខ្លាំងណាស់ដែលស្អាតដូចគ្នានឹងថាប្រទេសអឺរ៉ុបលើក្រោយខ្ញុំនឹងបានទៅប្រទេសប៊ែលស៊ិកប្រទេសអាល្លឺម៉ង់ឬក៏ប្រទេសផ្សេងទៀតដែលបងប្អូនអរគ្នាអាចខមមិននៅខាងក្រោមជួយប្រាប់ខ្ញុំផងគម្រោងខ្ញុំខែ7នេះខ្ញុំចង់ទៅអាល្លឺម៉ង់បើសិនជាមានបងប្អូននៅអាល្លឺម៉ង់ឬក៏អ៊ំពូមីងពុកម៉ែបងប្អូនដែលចង់ដើរមកខ្ញុំអាចឲ្យប្រាប់ឲ្យខ្ញុំដឹងផងខមមិននៅខាងក្រោមបងប្អូនក្រែងលោបានជួបគ្នាសេកប្រទេសអេស្ប៉ាញឬក៏ប្រទេសណាមួយដែលបងប្អូនអរគ្នាគិតថាប្រទេសនឹងល្អសម្រាប់ខ្ញុំដើរថតវីដេអូបងប្អូនអរគ្នាកំសាន្តដូចខ្ញុំដែរខ្ញុំមានគម្រោងទៅប្រទេសម្ដុំណ័រវេប្រទេសដែលមានអរ៉ារ៉ានឹងខ្ញុំអត់ដឹងទេបងប្អូនអរគ្នាដឹងតែណ័រវេនឹងដើមកំណើត Santa Claus នៅកន្លែងហ្នឹងហើយមានស្អីផ្សេងទៀតដែលបងប្អូនអរគ្នាជួយប្រាប់ខ្ញុំតិចមើលសប្បាយចិត្តនឹងដើរនៅក្នុងវ័យនេះខ្ញុំអត់ដឹងថាតើអនាគតទៅជាយ៉ាងណាប៉ុន្តែខ្ញុំសប្បាយចិត្តនឹងបង្ហាញបងប្អូនអរគ្នានៅអ្វីដែលខ្ញុំមាននឹងបរិយាកាសដ៏ស្រស់ស្អាតជាមួយនឹងអារម្មណ៍ដែលល្អមនោសញ្ចេតនាល្អទឹកចិត្តល្អទៅកាន់បងប្អូនអរគ្នាដែលកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំពីខេត្តមួយទៅដល់ខេត្តមួយទៀតនៅក្នុងប្រទេសស្វីសមើលទៅគួរឲ្យអស្ចារ្យតែម្ដងសូម្បីតែផ្ទះទូចអាកាសធាតុក៏ល្អនេះរដូវក្តៅសិនជាមកដល់រដូវត្រជាក់វិញប្រកាសជាឃើញព្រើសស្គូសតែម្ដងអញ្ចឹងមិនថានៅអឺរ៉ុបនេះបងប្អូនជាជនដើរលេងរស់នៅសប្បាយសើចក្អាយឈៀកច្រើនតែនៅរដូវក្តៅទេដោយសារតែរដូវត្រជាក់គេអត់សូវចង់ចេញដើរនៅណាច្រើនទេដែរបើទោះបីជារដូវត្រជាក់ច្រើនជាងរដូវក្តៅហើយនៅប្រទេសកម្ពុជារដូវក្តៅច្រើនជាងរដូវត្រជាក់និយាយទៅម្យ៉ាងម្នាក់ប្លែកម្នាក់ក៏ប៉ុន្តែប្រទេសភាពគឺដោយរូបគំនូរអញ្ចឹងមិនសរសើរមិនបានទេបងប្អូនហើយមិនសរសើរបានតែម្ដងសូម្បីតែជិះនៅតាមផ្លូវនោះរកតែសម្រាមមួយក៏អត់មានសម្រាមដែរតែការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសស្វីសនេះគឺបានល្អសូម្បីតែការប្រើប្រាស់ទឹកយើងទិញទឹកពីរដ្ឋមកគឺទឹកនឹងអត់សូវថ្លៃបងប្អូនយើងអាចទិញមកប្រើប្រាស់បានប៉ុន្តែនៅពេលដែលយើងចង់បង្ហូរទឹកចោលទៅវិញដូចជាការបោកក្អាវការលាងចានទៅជារដ្ឋគិតលុយយើងទ្វេគុណនឹង2មានន័យថាទឹកប្រើអស់លុយតិចទេប៉ុន្តែអាទឹកបង្ហូរចោលទៅវិញហ្នឹងគឺគេគិតលុយច្រើនមែនទែននៅប្រទេសស្វីសតែគេផ្ដោតទៅលើអនាម័យខ្ពស់តែម្ដងអញ្ចឹងការរស់នៅរបស់ប្រជាពលរដ្ឋក៏សុខភាពល្អទៅតាមនឹងដែរដោយសារតែអត់សូវមានកង្វក់ក៏ភាពកខ្វក់អនាម័យច្រើនអញ្ចឹងណាអញ្ចឹងអត់សូវមានមេរោគចម្លងច្រើនទេបងប្អូនអរគ្នាប្រជាជននៅនេះរស់នៅសុខភាពល្អការរស់នៅល្អការញ៉ាំល្អនិងបរិយាកាសល្អធ្វើឲ្យសុខភាពរបស់ពួកគាត់ក៏ល្អទៅតាមនឹងដែរអញ្ចឹងការរស់នៅជាមួយអនាម័យគឺសំខាន់មែនទែនសូម្បីតែការចោលសម្រាមក៏គេមាន category គេចោលដែរចោលសម្រាមលក្ខណៈកំប៉ុងលក្ខណៈកាកសំណល់លក្ខណៈក្រដាសលក្ខណៈសម្រាមរលួយអីគឺគេដាក់ផ្សេងគ្នាទាំងអស់បើសិនជាយើងដាក់ខុសទេប្រទេសស្វីសនេះគឺថាគេផាកបណ្ណៃយើងតែម្ដងពោះបរិយាកាសប្រទេសភាពធម្មជាតិវិញគឺខៀវស្រងាត់តែម្ដងដោយសារតែរដ្ឋាភិបាលគេស្រឡាញ់ទៅនឹងដើមឈើគេថែរក្សាខ្លាំងមែនទែនអត់អាចចិត្តកាប់បានទេតែមានការអនុញ្ញាតពីព្រោះតែប្រទេសនេះសុទ្ធសឹងតែជាប្រទេសភ្នំបើសិនជាកាប់ទៅឃើញវាអត់សូវស្អាតទេបងប្អូនក្លុកក្លឿតណាក៏ដោយផ្ទះណានៅក្នុងទីក្រុងក៏ដោយភ្នំឡើងចុះគ្រប់កន្លែងទាំងអស់ GDP គេខ្ពស់មែនទែនបងប្អូនភាគច្រើនប្រជាជនភាគច្រើនមែនទែនចង់មករស់នៅប្រទេសស្វីសនេះសូម្បីតែអ្នករស់នៅសហគមន៍អឺរ៉ុបភាគច្រើនគេចង់មកធ្វើការហើយគេទៅរស់នៅប្រទេសគេវិញដោយសារតែការងារនៅក្នុងប្រទេសស្វីសនេះគឺប្រាក់ខែរាប់ពាន់រាប់ម៉ឺនតែម្ដងនិយាយអ្នករត់តុកណាជាង$3,000ដុល្លារបងប្អូន$2,700ស្វីសវាត្រូវជាជិត$3,000ដុល្លារជាងគឺប្រាក់ខែគាត់ច្រើនណា minimum របស់គាត់ណាបងប្អូនអរគ្នាសិនជាពុកម៉ែបងប្អូនអរគ្នាមានកូនរៀនផ្នែកដុកទ័រឬក៏រៀនផ្នែកល្អដែលកំពុងធ្វើការរស់នៅនេះប្រកាសជាប្រាក់ខែរឹតតែច្រើនទៅតាមនឹងទៀតតែទៅដល់ទីណាក៏ដោយឲ្យតែយើងមានសម
សមត្ថភាពយើងប្រកាសជាទទួលបានប្រាក់បៀវត្សច្រើនតែតើតើយើងប្រឹងដែរតើតើយើងតស៊ូដែរណាបងប្អូនអរគ្នាបើសិនជាយើងខ្ជិលច្អូអត់ចង់ធ្វើអីសោះប្រាក់ខែក៏អត់រត់មករកយើងដែរនេះនិយាយពីថាសូម្បីតែទេសភាពគោក៏ប្លែកដែរបងប្អូនអរគ្នាខ្ញុំមិនដែលធ្លាប់ឃើញតែគោខ្មែរយើងសកម្ៅរៀងថ្នោតអញ្ចឹងណាគោនេះពី3ពណ៌កាឡាក្រូធ្លាក់គេអត់មានសុបនិមិត្តទេណាបងប្អូនអរគ្នាគ្រប់យ៉ាងធម្មជាតិភ្នំថ្មមកចាហៀងហ្មងធ្លាក់មកវាសាយទឹកលើគោមកមានអារម្មណ៍អូយតិចមែនតើនេះរដូវក្តៅនេះនិយាយថាតិចស្រួលហ្មងមករដូវល្ងាទៀតតើគោនៅនេះរស់នៅមិនទៅបងប្អូនអើយគោសម្បូរស្ដាងអញ្ចឹងមករដូវល្ងាប្រហែលជាគេដាក់ខំផ្ទះដុតភ្លើងដុតអីឲ្យមកទៅព្រោះថារដូវតិចអីតិចខ្លាំងមែនតើទេសភាពស្អាតដូចនៅក្នុងរឿងតាណូអែលអញ្ចឹងគឺជាអំណោយផលពីមេដានធម្មជាតិដែលបានកើតឡើងឲ្យឯងតែម្ដងបងប្អូនទឹកធ្លាក់កាំងពីលើមកចុះមកដល់ខាងក្រោមជាមួយនឹងបរិយាកាសព្រៃភ្នំព្រៃព្រឹក្សាល្អមែនទែនធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាអូយស្អាតខ្លាំងណាស់បើសិនជាបានមករស់នៅនេះល្អប៉ុណ្ណាទៅប៉ុន្តែដោយសារតែគិតសពទៅការរស់នៅនេះគឺប្លែកពីប្រទេសកម្ពុជាយើងម្យ៉ាងដែរសារតែដាច់សង្វៃពីគេរស់នៅតាមបរិបទរបស់ប្រជាជនស្វីហើយចំពោះខ្ញុំមើលទៅសប្បាយអាចមក vacation បានប៉ុន្តែបើសិនជាមករស់នៅរៀងពិបាកបន្តិចចំពោះខ្ញុំញ៉ាពិបាកនោះគឺមានច្រើនសន្តានទី1ការរស់នៅនឹងពលរដ្ឋត្រូវគោរពបរិស្ថានបរិបទផ្សេងច្រើនត្រូវរៀនសិក្សារៀនសូត្រច្រើនអញ្ចឹងធ្វើឲ្យខ្ញុំមានបញ្ហាថា stress ត្មងតែរៀនយល់អំពីស្រុកគេបញ្ហាទី2នោះគឺការចាយវាយនឹងគឺច្រើនខុសប្រក្រតីតែម្ដងសំបីតែ insurance សំបីតែការដើរតាណាត្រូវការបង់នេះបង់នោះអញ្ចឹងណាគឺចំណាយច្រើនហ្នឹងទី2ហើយទី3គឺម្ហូបអាហារពិបាកមែនទែនក្នុងការរកទិញម្ហូបអាហារអាស៊ីអត់ដូចនៅបារាំងទេនៅបារាំងបងប្អូនអរគ្នាចង់ទៅផ្សារអាស៊ីអញ្ចឹងមិនឆ្ងាយប្រហែលពីផ្ទះបងប្អូនជិះតែ1ផ្លែដល់ហើយបើនៅនេះពិបាករកបន្តិចដោយសារយើងអត់សូវស្គាល់បងប្អូនអរគ្នាត្រូវការជិះទៅប្រទេសជិតហ្នឹងឬក៏ទៅកន្លែងណាដែលបងប្អូនស្គាល់ដើម្បីទិញម្ហូបទិញអាហារធ្វើអញ្ចឹងណាដោយសារយើងអត់សូវចេះញ៉ាំម្ហូបអាគាំងអញ្ចឹងទៅយើងពិបាកដែរបញ្ហាទី4ចំពោះខ្ញុំនោះគឺបរិយាកាសមានន័យថាអាកាសធាតុវាប្រែប្រួលអាកាសធាតុខែក្តៅអត់មានច្រើនខែទេសុទ្ធសឹងតែខែត្រជាក់ខ្លាំងមែនទែនសូម្បីតែខែក្តៅនេះពីផ្ទះទៅសូម្បីតែខ្យល់បក់ក៏ត្រជាក់ដែរអញ្ចឹងខែក្តៅមានតែប្រហែលខែទេសល់ប្រហែលខែត្រជាក់និងខែធ្លាក់ទឹកកកតែម្ដងអញ្ចឹងការរស់នៅក៏ពិបាកដែរចំពោះខ្ញុំមកចំណុចទី4នេះតែបើយើងនិយាយនៅអាមេរិកវិញបែកណាក្តៅរៀងក្តៅរហូតទៅបែកណារៀងត្រជាក់ច្រើនខែទៅបែកណាដូចនៅកូឡីអញ្ចឹងមិនល្មមដូចនៅខ្មែររៀងប្រសើរជាងខ្មែរបន្តិចក៏ល្អដែរមានបរិបទខុសៗគ្នាទាំងអស់តែស្វីមួយគឺអត់ទេណាបងប្អូនខែត្រជាក់ធ្លាក់ទឹកកកមកគឺត្រូវតែម្ដងអញ្ចឹងអ្នកអាមេរិករៀងគ្រាន់បើជាងបើសិនជារើសរត់ណាត្រូវរៀងល្អចេះទៅរៀងម្យ៉ាងម្នាក់ទេបងប្អូនដោយសារតែនៅស្វីនេះក៏គ្រាន់បើដែរការរស់នៅការញ៉ាំប្រាក់ខែអីក៏ល្អដែរបើឲ្យតែយើងចេះសម្របការរស់នៅទីនេះពិតជាស្រឡាញ់ប្រជាជននៅក្នុងប្រទេសស្វីមែនទែនមួយម៉ាត់ពីប្រទេសស្វីដែលគេនិយាយថាប្រជាជនស្វីគឺជាប្រជាជនដែលស្មោះត្រង់ជាទីបំផុតកម្រនឹងមានខលខូចណាបងប្អូនអរគ្នាគឺគេបង្រៀនប្រជាជនគេគឺឲ្យស្មោះត្រង់មិនចេះកុហកพูดផភាកច្រើនខ្ញុំឃើញសឹងតែ100លើ100តែម្ដងតែប៉ូលីសប្រកបខ្លួននៅក្នុងអតេះភ្លើងឬក៏នៅក្នុងឡានក្រុងដើម្បីឆែកសំបុត្រប្រជាជនត្រូវទិញសំបុត្រមានន័យថាគាត់ឡើងជីបានគេអត់ឆែកទេប៉ុន្តែបើសិនជាប៉ូលីសគាត់បន្លំខ្លួននៅក្នុងហ្នឹងគាត់ឆែកឃើញយើងគាត់នឹងផាកលុយយើងតែអត់ទេណាបងប្អូនប្រជាជនគេគោរពច្បាប់ខ្លាំងមែនទែនគេស្មោះត្រង់គេគោរពសម្បីតែជួគួបលុយអីក៏គេអត់ចង់យកយើងដែរពីចោរកម្មក៏អត់ដែរមានដែរបងប្អូនអរគ្នាខ្ញុំពិតជាកោតសរសើរប្រទេសស្វីសមែនតើខ្ញុំមិនដឹងថាប្រទេសនេះនៅក្នុងសហគមន៍អឺរ៉ុបហ្នឹងមានល្អដូចនៅប្រទេសស្វីសច្រើនទៀតដែលអត់ដោយសារតែខ្ញុំទៅតែ explore នៅក្នុងអឺរ៉ុបហ្នឹងបានតែប្រហែលប្រទេសទេខ្ញុំសង្ឃឹមថាប្រទេសផ្សេងដែលមានដែលល្អហ្នឹងក៏មានការរស់នៅគោរពសិទ្ធិគ្នាទៅវិញទៅមកនិងមានប្រជាជនដែលមានអត្តចរិតល្អដោយប្រទេសស្វីសដែរសង្ឃឹមថាអញ្ចឹងចោះដោយសារតែខ្ញុំអត់ទាន់បានដឹងអត់ទាន់បានស្គាល់ប៉ុន្តែខ្ញុំនឹងបន្តបេសកកម្មខ្ញុំទៅប្រទេសអាល្លឺម៉ង់និងប្រទេសផ្សេងទៀតដើម្បីបង្ហាញពុកម៉ែបងប្អូនអរគ្នាបានទស្សនានិងបានដើរកម្សាន្តជាមួយខ្ញុំ RKA គុណពុកម៉ែបងប្អូនអរគ្នាដែលបានតាមដានទស្សនានៅក្នុងប្រទេសស្វីសដែលជាវីដេអូចុងបញ្ចប់ហើយថ្ងៃស្អែកខ្ញុំនឹងបន្តផុសវីដេអូប្រទេសស្លូវេនៀជម្រាបលា